សូមអនុញ្ញាតទូរស័ព្ទដល់សិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះជួបមួយលោកគ្រូទៅđâyគឺលោកគ្រូមកកែលំហាត់ថ្នាក់ទី6តទៅនឹងសិស្សបកែនៃជំនាន់សិស្សបកែគេជាចិត្តបែបនេះថ្នាក់ទី6ដោយយើងតពីវីដេអូមុនតឥឡូវមកកាត់ពេលយូរយើងទៅកែលំហាត់ទាំងអស់គ្នាជាមួយគ្រូតទី1គឺ370គុណ25អញ្ចឹងយើងគុណតាមធម្មតាមកគុណនឹង25 5គុណដង0 5 7ដង35ទៅលេខ5យើងត្រូវទៅ3 8ដល់15 15បូក3គឺ18 2ទៅដង0 7 2ដល់14ត្រា1 3ដល់6 6បូក1គឺ7យើងបូកមក5នេះ12ត្រា1គឺ9យើងបញ្ជាក់ដើម្បីស្ដាប់ឲ្យត្រូវខុស10យក1នេះគឺ7 9អាចកាត់តូនបានអញ្ចឹង7អញ្ចឹងចំណុចរបស់យើងគឺឃើញ92 50 92 50 អញ្ចឹងគឺនេះគឺ92 50យើងបូកកន្លែងនេះយើងអាចដាក់រង្វង់ចុះតាមមកជាយើងហ្នឹងក៏បានហើយយើងច្បាស់ដាក់នេះកុំឲ្យយើងនេះយើងបំបត្តិម្ដងគឺបើក្នុងភាពនេះយើងបាត់អស់មកគឺយើងដាក់រង្វង់ចុះរួមមក67 50គុតឬក៏6000 750ចែកនឹង27នេះយើងកាត់បាននេះគឺយើងដាក់បាន2ដងព្រោះគឺយើងដាក់3ដង6លើអានេះបាត់ហើយនៅបូកដល់នេះទៀតគេដាក់បានចំនួន2ដង7 2ដង14ទៅលេខ4យើងត្រា1 2ដង4 4 1គឺ5អញ្ចឹងគឺ13ដាក់លេខ5យើងដាក់បាន5ដងបើយើងដាក់6ដងលើយើងដាក់6 6 2ដង12ស្មើនឹងបូកនេះទៀតលើអញ្ចឹងយើងដាក់5ដងល្មម5 7ដង35 5យើងត្រាទៅ3 5 2ដង10 10បូក3គឺ13ចូលលើសុំគឺបាន250អញ្ចឹងគឺយើងបូក250នេះគឺយើងបាត់គ្នាបក្នុងខាងអង្គមកខាងនេះបាត់គ្នាបហើយយើងតខាងអស់ទៀតខាងនេះគឺដូចគ្នាអា150អា15680នេះគឺយើងទុកវាម្ដុំញ៉ាំបូកវាចោលមកយើងយក790គុណនឹង21គុណតាមធម្មតាវាកាយណាមិន20មកកើគុណនឹង21នេះ1ទៅដល់0 9 2 0 18យើងត្រា1 4 5 0 9 10យើងត្រា1 6 60គុត90គុត6090គុតនេះយើងបូកយើងបញ្ជាក់មកលោកគ្រូបានចាប់បញ្ជាក់អញ្ចឹងលោកគ្រូបញ្ជាក់ប្រាប់តើទៀតទេយើងយក73 71ចែកនឹង81នេះចែកនឹង81បើយើងកាត់យក12ខ្ទង់វាកាត់បើយើងកាត់យកប៉ុណ្ណាចាត់កាយទេព្រោះខាងនេះទូចខាងនេះ73ខាងនេះរហូតដល់81អញ្ចឹងយើងកាត់យក3ខ្ទង់បើយើងដាក់9ដល់ឥឡូវលេខវាធំដល់73អញ្ចឹងយើងសិតដាក់បើយើងដាក់9 8ដងវា72ឯងគឺទូចចាស់នេះហើយប៉ុន្តែអានេះគុណនឹង1ទេអញ្ចឹងអត់បញ្ហាបើលេខធំពេកយើងអាចដាក់9ទៅមកដើម្បីថាយើងវាស្មើអត់បើថាលើយើងបន្ថយបានអញ្ចឹង9ដង9 8 9ដង72លេខនេះគឺខ្ចីពីនេះបាទនេះត2នេះឡើង17 17ដល់9គឺនឹងដល់8 2ដល់2 0 0ទៅដាក់លេខ1ដាក់បានម្ដង81 0អញ្ចឹងឃើញ91ឡើយបូក91នេះគឺបើជាអីដើម្បីនេះគឺថាយើងចេះជាយើងដល់សប្តាហ៍យើងមិនអាចមកអត់ចេះជាគឺចប់ហើយគឺជាបញ្ហាអញ្ចឹងយើងបូកនេះតាមធម្មតាមកគឺបូកមកគឺ250បូក250វាឡើង500អញ្ចឹង9500លេខប៉ុណ្ណឹងអូនទីខុយណាដក15680បូកអានេះបូកចូលគ្នាទៅ60 9គុតបូកជាមួយនឹង91គឺ120
1 ដល់ 8 ស្រា1 1គឺ 6 គឺ6181ប៉ុណ្ណឹងគឺបន្តមកទៀតដល់ហើយនេះអូនប្រហែលទៅយាអានេះមកដល់ជាមួយនេះគាត់ទៅបូកគ្នាត្រូវអត់ប៉ុន្តែលោកយើងធ្វើអញ្ចឹងវាបានប៉ុន្តែលោកគ្រូសុំឲ្យយាអានេះអត់ក្រោយនេះមកបូកជាមួយមុខសិនហើយចាំខ្ញុំមកដកនេះបើយើងដកទៅឃើញសញ្ញាដកទៅអត់គាត់និយាយឃើញសញ្ញាដកហើយអញ្ចឹងលោកគ្រូសុំយាអានេះឲ្យមកបូកនេះចាំដកនេះតាមក្រោយណាយើងយកអានេះមកបូកអានេះចាប់ដកនេះក៏បានដែរឥឡូវគ្រូធ្វើរបៀប2ឃើញចម្លើយដូចគ្នាទេទី1លោកគ្រូយកអានេះមកបូកអានេះសិន5បូកជាមួយនឹង6 1 8 1ដកនេះគឺដល់ពេលយើងដកទៅអានេះដល់ពេលយើងគិតទៅអានេះគឺស្មើនឹងបើយើងបូកចូលគ្នាទៅគឺឃើញ1500 15681ដក 15680 ចម្លើយគឺឃើញ1ចម្លើយចុងក្រោយឃើញ1នេះអាហ្នឹងយើងយកអានេះមកបូកហើយតែយើងដកឲ្យច្រើនរបៀបមួយទៀតយើងយកដកបន្តទៅបូកហើយចាំបូកទៅឃើញចឹងដូចគ្នាតាហើយរបៀបទី1ឥឡូវរបៀបទី2លោកគ្រូយកទៅបូកបន្តហើយយើងដកឲ្យចាំវាបូកយើងយកបណ្ណាដកអានេះអញ្ចឹងយើងដកតាមធម្មតាទៅមក1500 8580ដកនឹង9500 0 8ត1អានេះគឺសល់6តែនេះគឺឃើញដក6180ហើយđâyបានឃើញដកដោយសារបើយើងយកអាទូចនេះដកអាធំនេះអាទូចដកអាធំប្រកាសជាយើងសញ្ញាតាមអាធំមិនមែនថាយកអាទូចដកយកអាតិចដកអាច្រើនអញ្ចឹងគាត់จะឃើញចម្លើយនៅសល់ប៉ុន្តែវានឹងជាប់គេមានន័យថាយើងជពាក់លុយគេ1000យើងយក500ទៅសងគេអញ្ចឹងគាត់នឹងជពាក់គេទៀតហើយជពាក់គេ500អញ្ចឹងឃើញចឹងហើយយកបោកអានេះ181ហើយយើងឃើញលេខប៉ុណ្ណឹងបើយើងយកទៅបោកឬក៏យើងយកទៅដកតែបើថ្នាក់ធំគេមាននិយមនៅមួយថាលេខសញ្ញាផ្ទុយគ្នាគេយកទៅដកយកអាតូចដកអាធំយកសញ្ញាតាមលេខធំអានេះចូលថ្នាក់ទី7ទី8ទី9ទៅគេនឹងប្រាប់ហើយបងប្អូនយល់ច្បាស់យកអាតូចដកអាធំយកសញ្ញាតាមលេខធំវិធីដែលវាផ្ទុយគ្នាបូក1ដក1តែបើសិនជាដកដល់2គឺយកអា2នឹងបូកចូលគ្នាតែដកមានន័យថាដកកើនឡើងយើងជពាក់លុយគេ5ហើយចាក់គឺលុយគេ1000ទៀតដកអញ្ចឹងជពាក់គេ1500ហើយតែបើសញ្ញាផ្ទុយគ្នាមានថាបូក1ឬដក1យកមកដកយកសញ្ញាតាមលេខធំអញ្ចឹងយើងយកទៅ6181ដក6180វាឃើញ1ដោយសារយើងយកលេខបូកដោយសារយើងយកអានេះសញ្ញានេះអានេះជាសញ្ញារបស់នេះជាសញ្ញារបស់នេះយើងយកអាធំនោះដកអាតូចនេះមកយកសញ្ញាតាមបូកនេះអញ្ចឹងចម្លើយឃើញ1ដូចគ្នាលោកគ្រូមិនឲ្យបងអូនធ្វើតាមនេះទេគ្រូខ្លាចនឹងសាំញ៉ាំវាអាចនឹងធ្វើឲ្យយើងគិតខុសព្រោះទី6នៅនេះអត់ទាន់អាចធ្វើថាខ្លាចអត់ទាន់ដល់ដឹងអញ្ចឹងទៅបងអូនមិនយល់ទេអញ្ចឹងបងអូនអាចយករបៀបទី1ទៅតែបើមិនបងអូនគិតថាលោកគ្រូចង់យកតាមហ្នឹងក៏បានបងអូនយកតាមហ្នឹងក៏បានដែរពេលប្រឡងលោកគ្រូមិនវែងញ៉ៃថាខុសឬក៏ត្រូវទេប៉ុន្តែបើសិនជាបងអូនចង់យកតាមវិធីហ្នឹងក៏យកទៅឬក៏បងអូនចង់យកតាមវិធីទី1លោកគ្រូយកអានេះបូកអានេះចាប់ដកនេះក៏បានដែរតែវាច្រើនលោកគ្រូឃើញសិស្សមួយចំនួនគាត់ឡងសុខកាយលោកគ្រូឃើញគាត់យកអានេះបូកអានេះហើយមិនយកដកតាមក្រោយនៅថាយកអាទីនេះបូកអាទីចាប់ដកធំនេះតែបងប្អូនធ្វើតាមណាកុំរណាស្ទើរតែ10នាក់មានតែមួយដែលគាត់ធ្វើតាមវិធីនេះហើយ10នាក់មានតែមួយធ្វើតាមវិធីនោះគាត់តែគាត់យល់ខ្លាំងបំផុតមួយថាលេខហ្នឹងគឺគាត់
វាថាគាត់ច្បាស់បើគាត់ធ្វើតាមវិធីហ្នឹងតែបើសិនជាវាថាយើងសិស្សបកាដែរឬក៏សិស្សទូទៅគាត់យកអានេះបោកអានេះហើយចាំយកមកដកទៀតច្រើនគឺអានេះបោកហើយចាំយកដកអញ្ចឹងវីដេអូលោកគ្រូមានអីច្រើនទេគាត់តែប៉ុណ្ណឹងតែបើសិនជាមានសម្លេងរំខានអីក៏សូមខន្តីអភ័យទោសហើយបើមានកំហុសឆ្គងត្រង់ណាដូចជាគ្រូនិយាយមិញវាតាក់តាក់ឬក៏សម្ដិតដោយសារលោកគ្រូហត់ខ្លាំងមកចាំចោលហត់ខ្លាំងហើយមកវីដេអូយើងទៀតអញ្ចឹងទៅកុំឲ្យវាថាពេលវេលាមានតម្លៃសម្រាប់យើងធ្វើនេះដើម្បីបង្ហាញជូនពួកយើងហ្នឹងហើយអញ្ចឹងលោកគ្រូវីដេអូលោកគ្រូមានតែប៉ុណ្ណឹងទេអញ្ចឹងក្រោយលោកគ្រូសូមអរគុណហើយជួបគ្នានៅវីដេអូក្រោយតទៀត